ឆ្នាំនេះទឹកគឺរៀងអស់ពីស្រះហើយដោយសារមេឃគឺអត់តន់កក់ខែទេដល់ខែ3ហើយគឺមិនតន់កក់ខែទេបងប្អូនហើយនេះជាសកម្មភាពនិងទស្សនវិជ្ជាជំវិញក្នុងចំការរបស់ខ្ញុំដែលខ្ញុំបានមកស្នាក់នៅក្នុងចំការរបស់ខ្ញុំនេះមកធ្វើស្មៅចន្ទីរយៈពេល4យប់5ថ្ងៃហើយបងប្អូនបាទជំរាបសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំបានមកធ្វើស្មៅនៅខាងក្រៅមកចន្ទីរបស់យើងដោយសារចន្ទីរបស់ខ្ញុំនេះគឺវាចាប់ដើមទុំមួយដែរហើយបងប្អូនប៉ុន្តែចម្លែកអីដែលខ្ញុំបោះស្លឹកចន្ទីដុតហើយគឺនៅសល់គល់មួយនេះខ្ញុំមិនងថាឆ្កឹះវាទៅដុតនៅខាងកណ្ដាលរោងចន្ទីអញ្ចឹងណាប៉ុន្តែចាដល់អីខ្ញុំឆ្កឹះទៅគឺឃើញសត្វក្អែបឬក៏នៅខាងខ្ញុំនេះគេហៅថាសត្វស្រងសតនៅខាងឆ្កាលើខាងកំពង់ចាមណាបងប្អូនហើយខ្ញុំឃើញហើយគឺខ្ញុំទៅគឺមានអារម្មណ៍ថាស្រីវមែនតែនដោយសារសត្វនឹងគឺធំមែនតែនបងប្អូនអញ្ចឹងហើយគឺខ្ញុំអត់ទុកវាទេដោយសារវានៅជិតរោងចង្ការឬក៏ផ្ទះអ៊ំស្រីដែលគាត់បានមកសុំដីខ្ញុំមកនៅស្នាក់នៅអញ្ចឹងណាបងប្អូនដោយសារគាត់មកប្រកបការងារដូចជាដុតធ្យូងហើយនឹងធ្វើការបន្តិចតួចអញ្ចឹងហើយគឺយើងអត់ទុកទេដោយសារសត្វនេះគឺវាពឹសខ្លាំងណាស់បងប្អូនតែអ្នកដែលចាញ់គឺអាចនឹងវាខាំហើយគឺស្លាប់ហើយណាមួយគឺធំមែនតែនបងប្អូនហើយមើលតែវាទៅគឺដឹងហើយគឺមើលទៅគួរឲ្យខ្លាចមែនតែនបងប្អូនហើយនៅតំបន់ហ្នឹងគឺអ៊ំស្រីគាត់បានដាំម្ទេសហើយនេះជាម្ទេសអ៊ំស្រីដែលគាត់មានផ្ទះនៅក្នុងចការរបស់ខ្ញុំណាបងប្អូនគឺម្ទេសប្រភេទជាម្ទេសអាចសัตว์ហើយបន្តមកថ្ងៃឡើងគឺខ្ញុំបាននាំក្មេងៗមួយរបស់ខ្ញុំមកបេះផលិតនៅក្នុងស្រះហើយដល់ពេលមកដល់មើលក្នុងស្រះទៅគឺរីងទឹកអស់ហើយដោយសាររដូវនេះគឺជារដូវប្រាំងហើយណាមួយឆ្នាំហ្នឹងគឺខែ3ហើយគឺអត់មានភ្លៀងកក់ខែទេធ្វើឲ្យផលិតហើយនឹងទឹកស្រះរបស់យើងហ្នឹងគឺវារីងស្ងួតហើយផលិតក៏អត់វែងដែរបងប្អូនថ្ងៃហ្នឹងគឺនឹកឃ្លានស្លមជូរក៏នាំក្មេងៗមកដកផលិតនៅក្នុងទឹកស្រះអញ្ចឹងណាបងប្អូនហើយអត់មានប្រវាដកទេដោយសារអត់មានទឹកហើយផលិតគឺចេញផ្កាល្អណាស់បងប្អូនហើយតែវិច័យដល់នេះគឺវាអត់មានទឹកសោះមួយរយៈនេះគឺរីងស្ងួតតែម្ដងបងប្អូនហើយឥឡូវនេះគឺយើងបានដកបានរៀងក្រែដែរហើយមកល្មមស្លហើយគឺយើងធ្វើដំណើរទៅផ្ទះវិញហើយបងប្អូនដោយសារទឹកស្រះនេះនៅខាងក្រោមចការបស់ខ្ញុំហើយខែនេះគឺវារីងអស់តែម្ដងបងប្អូនទឹកខែភាសាគឺឡើងដល់គុំអាស័យនេះដល់ទៅខែប្រាំងគឺអស់លេងហើយអូក៏រីងស្ងួតដែរបងប្អូនឥឡូវខ្ញុំធ្វើដំណើរទៅវិញហើយនៅក្នុងចំការគឺថ្ងៃនេះគឺមានអាកាសធាតុក្តៅដែរបងប្អូនបន្តមកស្អែកឡើងគឺម្ដាយរបស់ខ្ញុំគាត់ចាប់ផ្ដើមចាប់កដោបយកទៅលក់ហើយបងប្អូនតែសារកដោបរបស់គាត់គឺចិញ្ចឹមរយៈពេល40ថ្ងៃជាងហើយណាមួយគាត់យកពងបានខ្លះទុកសម្រាប់ធ្វើពូជទៀតអញ្ចឹងណាបងប្អូនហើយឥឡូវខ្ញុំចាប់ផ្ដើមដើរគោះហើយនឹងដកនិយាយថាដកចំណីចាស់ដែលយើងដាក់នៅក្នុងទ្រុងហ្នឹងគឺដកចេញដើម្បីងាយស្រួលក្នុងការចាប់ឥឡូវខ្ញុំចាប់ដើមចូលចាប់ហើយបងប្អូនហើយនេះឯងជាសកម្មភាពនិងរបៀបចាប់កដោរបស់ខ្ញុំនៅក្នុងទ្រុងគឺយើងអត់ចាំបាច់ស្រាយស្បៃវាចេញទេបងប្អូនគឺយើងចាប់ហើយយើងដាក់នៅក្នុងថង់ផ្សេងមួយទៀតដើម្បីយកទៅច្រកនៅក្នុងស្បៃបងប្អូនហើយយើងដាក់ស្បៃហ្នឹងដើម្បីទុកយកទៅឲ្យម៉ួយដោយសារម៉ួយគាត់ក៏មកហើយគឺយើងត្រូវចាប់យកគាត់អញ្ចឹងណាបងប្អូនហើយកដោនេះគឺក្បាលវាឡើងលឿងហើយក្បាលឡើងលឿងអញ្ចឹងគឺធ្វើឲ្យសាច់វានឹងរឹងហើយហូបទៅគឺឆ្ងាញ់ហើយកដោគឺសិតតែពងពេញពោះអញ្ចឹងតែម្ដងបងប្អូនហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច like និង follow page ខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយ